ដោយកម្ដៅនៅក្នុងច្រកសមុទ្រហូម៉ូប្រទេសអ៊ីរ៉ង់បានធ្វើការវាយប្រហារកប៉ាល់ដឹកទំនិញចំនួន2គ្រឿងនៅក្នុងច្រកសមុទ្រហូម៉ូដោយនៅក្នុងពេលដំណើរគ្នាកំពុងតែបង្កើនការវាយប្រហារទៅលើមូលដ្ឋានយោធាសហរដ្ឋអាមេរិកនៅទូទាំងឈូងសមុទ្រប៉ែកដោយអង្គការសហប្រជាជាតិបានធ្វើការសម្ដែងការព្រួយបារម្ភអំពីរឿងនេះហើយបានធ្វើការព្រមានថាប្រសិនបើរឿងនេះកើតឡើងដល់សង្គ្រាមទ្រង់ទ្រាយធំពិភពលោកគឺនឹងអាចប្រឈមមុខនឹងគ្រោះមហន្តរាយដោយកងកម្លាំងឆ្មាំងបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ក៏បាននិយាយទៀតដែរថាបានធ្វើការវាយប្រហារកប៉ាល់ដឹកទំនិញចំនួន2គ្រឿងនៅក្នុងច្រកសមុទ្រហូម៉ូដែលធ្វើឲ្យវាមិនអាចធ្វើការប្រើប្រាស់បាននោះទេដោយប្រទេសអ៊ីរ៉ង់ក៏បានអះអាងថាកប៉ាល់ទាំងអស់នេះបានធ្វើការរំលោភទៅលើការព្រមានរបស់ប្រទេសអ៊ីរ៉ង់ហើយមិនគោរពទៅតាមតម្រូវការរបស់ប្រទេសអ៊ីរ៉ង់ដោយប្រទេសអ៊ីរ៉ង់ក៏បាននិយាយផងដែរថាខ្លួនបានធ្វើការបាញ់មីស៊ីលហើយនឹងវាយប្រហារទៅលើមូលដ្ឋានទ័ពអាកាសរបស់សហរដ្ឋអាមេរិកចំនួន2កន្លែងរួមមានមូលដ្ឋានទ័ពអាកាសនៅក្នុងប្រទេសកាតាដែលធ្វើការបំផ្លាញមជ្ឈមណ្ឌលថែទាំយន្តហោះចម្បាំងហើយនឹងមជ្ឈមណ្ឌលបញ្ជាការដោយមួយទៀតនៅមូលដ្ឋានទ័ពអាមេរិកនៅក្នុងប្រទេសសង់ដានីផងដែរបានអះអាងថាបានធ្វើការបំផ្លាញមជ្ឈមណ្ឌលបញ្ជាការហើយនឹងឃ្លាំងយន្តហោះគ្មានមនុស្សបើកយន្តហោះប្រភេទ MQ-9 ផងដែរគឺជាការសងសឹកចំពោះការវាយប្រហារនៅក្នុងច្រកសមុទ្រហូម៉ូដោយសហរដ្ឋអាមេរិកដោយសេចក្តីថ្លែងការណ៍ CENTCOM ក៏បានបង្ហាញថាបានធ្វើការកំណត់គោលដៅយោធាអ៊ីរ៉ង់ជាង140កន្លែងរួមទាំងទីតាំងការបាញ់មីស៊ីលហើយនឹងយន្តហោះគ្មានមនុស្សបើកផងដែរទន្ទឹមនឹងនេះដែរប្រទេសអារ៉ាប់រួមគុយវ៉ែតអូម៉ង់ហើយនិងបារ៉ែនប្រទេសនីមួយៗបានចេញសេចក្តីថ្លែងការណ៍ដោយនិយាយថាមូលដ្ឋានយោធារបស់ពួកគេបានធ្វើការស្ទាក់ចាប់ហើយនឹងធ្វើការវាយប្រហារដោយមីស៊ីលហើយនឹងយន្តហោះគ្មានមនុស្សដើរដែលបាញ់ចេញពីប្រទេសអ៊ីរ៉ង់ផងដែរភាពតានតឹងរវាងសហរដ្ឋអាមេរិកហើយនិងអ៊ីរ៉ង់ក៏បានផ្ទុះឡើងម្ដងទៀតនៅថ្ងៃអាទិត្យនេះបន្ទាប់ពីអ៊ីរ៉ង់បានធ្វើការបាញ់មីស៊ីលហើយនឹងធ្វើការព្រមានទៅលើកប៉ាល់នៅក្នុងការដឹកទំនិញដែលបានចេញដំណើរចេញពីផ្លូវដែលបានកំណត់របស់ប្រទេសអ៊ីរ៉ង់មុនពេលប្រកាសបិទច្រកសមុទ្រហូម៉ូដោយគ្មានការកំណត់នេះបាននាំឲ្យសហរដ្ឋអាមេរិកបើកការវាយប្រហារសងសឹកដោយបានធ្វើការកំណត់គោលដៅនៅលើទីតាំងផ្សេងៗនៅទូទាំងប្រទេសអ៊ីរ៉ង់ផងដែរនេះគឺជាការវាយប្រហារលើកទី3របស់សហរដ្ឋអាមេរិកទៅលើអ៊ីរ៉ង់នៅក្នុងរយៈពេល1សប្តាហ៍ផងដែរទន្ទឹមនឹងនេះដែរក្រសួងការបរទេសរបស់ឥណ្ឌាក៏បានធ្វើការចេញសេចក្តីថ្លែងការណ៍មួយដោយបាននិយាយថាមានពលរដ្ឋឥណ្ឌាចំនួន11នាក់នៅលើកប៉ាល់ពាណិជ្ជកម្មដែលត្រូវបានវាយប្រហារនៅក្នុងដែនទឹកភាគខាងកើតនៃឈូងសមុទ្រអូម៉ង់មានសមាជិកនាវិកចំនួន10នាក់ត្រូវបានរងរបួសផងដែរដោយសមាជិកនាវិកឥណ្ឌាម្នាក់ត្រូវបានបាត់ខ្លួនដោយក្រសួងការបរទេសឥណ្ឌាក៏បានសង្កត់ធ្ងន់ដែរថាការវាយប្រហារទៅលើនាវាពាណិជ្ជកម្មហើយនឹងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងតំបន់ឈូងសមុទ្រប៉ែកត្រូវតែបញ្ឈប់ហើយសេរីភាពនៃការធ្វើចរាចរណ៍នៅក្នុងតំបន់ត្រូវតែស្ដារឡើងវិញផងដែរក្រោមច្បាប់អន្តរជាតិដោយរឿងនេះត្រូវតែស្ដារឡើងវិញឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបានដោយទន្ទឹមនឹងនេះដែរអគ្គលេខាធិការអង្គការសហប្រជាជាតិបានធ្វើការផ្ញើសារមួយនៅលើវេទិកា X ដោយសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងនៅជុំវិញភាពតានតឹងដែលកំពុងតែកើតឡើងហើយនឹងធ្វើការអំពាវនាវឲ្យសហរដ្ឋអាមេរិកហើយនឹងប្រទេសអ៊ីរ៉ង់ធ្វើការបញ្ឈប់ការវាយប្រហារភ្លាមៗនៅក្នុងតំបន់ឈូងសមុទ្រប៉ែកឲ្យបានឆាប់តាមដែលអាចធ្វើទៅបានផងដែរដោយបានព្រមានថាប្រសិនបើចំនួននេះកាន់តែធ្ងន់ធ្ងរទៅជាសង្គ្រាមទ្រង់ទ្រាយធំនោះវានឹងមានផលវិបាកដ៏មហន្តរាយសម្រាប់តំបន់និងសហគមន៍អន្តរជាតិផងដែរលោកបានធ្វើការអំពាវនាវឲ្យភាគីទាំងពីរធ្វើការអត់ធ្មត់ហើយនឹងធ្វើការដោះស្រាយបញ្ហាតាមរយៈការចរចាហើយនឹងមធ្យោបាយការទូតបន្ទាប់ពីការវាយប្រហាររបស់ប្រទេសអ៊ីរ៉ង់ទៅលើគោលដៅយោធាអាមេរិកនៅក្នុងប្រទេសគុយវ៉ែតហើយនិងប្រទេសបារ៉ែនផងដែរ
ដោយមានរបាយការណ៍ថ្មីៗថាសហរដ្ឋអាមេរិកក៏បានបើកការវាយប្រហារលើកទី4ប្រឆាំងជាមួយនឹងអ៊ីរ៉ង់ដើម្បីកាត់បន្ថយសមត្ថភាពរបស់ប្រទេសអ៊ីរ៉ង់នៅក្នុងការវាយប្រហារនាវានៅក្នុងច្រកសមុទ្រហូម៉ូដោយទន្ទឹមនឹងនេះដែរយើងសង្កេតឃើញថាតម្លៃប្រេងបានកើនឡើងជាង 3% បន្ទាប់ពីការវាយប្រហារសងសឹករវាងសហរដ្ឋអាមេរិកហើយនិងអ៊ីរ៉ង់បានកើតឡើងភ្លាមៗបានធ្វើឲ្យមានការដឹកជញ្ជូនប្រេងឆ្លងកាត់ច្រកសមុទ្រហូម៉ូមានការលំបាកហើយនឹងមិនឋិតថេរហើយនឹងមិនប្រកបប្រជាខ្លាំងផងដែរសូមជួយ share វីដេអូនេះជាបន្ទាន់សូមប្រិយមិត្តជួយចុច Subscribe Like ឬក៏ Share ដើម្បីកុំឲ្យខកខាននៅព័ត៌មានថ្មីៗផងដែរ